IKEA FX គឺជាយុទ្ធសាស្ត្រទីផ្សារមួយដែលពិភពលោកគេបានស្គាល់ហើយយុទ្ធសាស្ត្រទីផ្សារហ្នឹងគឺថាជោគជ័យមែនទែនបងប្អូនគឺថាអតិថិជនដែលអញ្ជើញមកមើលផលិតផលដែលអញ្ជើញមកដល់ហាងហ្នឹងហើយឃើញផលិតផលហ្នឹងហើយសម្រាប់ចិត្តទិញបាទមិនមែនគាត់មកមើលហើយទៅវិញទេហើយបច្ចុប្បន្ននេះអ្នករកស៊ីនៅស្រុកខ្មែរយើងប្រកបជាជួបបញ្ហាជាច្រើនដែលថាដាក់បង្ហាញផលិតផលហើយតែជនមកមើលច្រើនហើយប៉ុន្តែអ្នកទិញវាតិចឬក៏ថាអត់ទិញសោះចឹងថាតើធ្វើម៉េចដើម្បីបង្កើនការលក់របស់យើងសូមមកសិក្សាអំពី IKEA FX បាទហើយអត្ថបទហ្នឹងខ្ញុំដកស្រង់ចេញពី Harvard Business School បាទ Harvard Business School គេបានធ្វើការសិក្សាស្រាវជ្រាវអំពី IKEA FX ហ្នឹងហើយខ្ញុំនឹងលម្អិតពឹស្ដារតើតើជាមួយអត្ថបទហ្នឹងក៏ដូចជា share នៅ link ហ្នឹងដើម្បីឲ្យបងប្អូនអានបន្ថែមដោយខ្លួនឯងបាទប៉ុន្តែមុននឹងចូលទៅដល់អត្ថបទហ្នឹងខ្ញុំសូមចែកម្លែកពាក្យជាភាសាអង់គ្លេសចំនួន5ពាក្យបាទចឹងពាក្យទី1គឺពាក្យថា FX ថា FX ប្រែថាម៉េចបាទទី2ពាក្យថា labor ទី3 product ទី4 effort និងចុងក្រោយគេគឺ behavior បាទហើយ FX នឹងប្រែថាឥទ្ធិពល FX នឹងប្រែថាឥទ្ធិពលប្រែថាអានុភាព labor នឹងប្រែថាពលកម្មប្រើកម្លាំងពលកម្មឬក៏ថាបែកញើសប្រឹងធ្វើការបែកញើស labor ហ្នឹងណា product ប្រែថាផលិតផលអញ្ចឹងបើក្រុមហ៊ុនផលិតដូចជាគ្រឿងអាហារឬថតផលិតមីអញ្ចឹងមីគឺជា product ត្រីខកំប៉ុងជា product ទី4 effort វាខុសពី FX ទី1មិញគឺ FX ប្រែថាអានុភាពឥទ្ធិពលដល់ពី effort ប្រែថាការខិតខំប្រឹងប្រែងឬក៏ថាប្រឹងប្រែងចេញពីចិត្តប្រឹងប្រែងឬក៏ថាខិតខំធ្វើ efforts ហ្នឹងឬក៏ថាយកចិត្តទុកដាក់ក្នុងការធ្វើនឹង efforts បើយើងធ្វើការងារវាមានពីរប្រភេទឧទាហរណ៍ថាទៅលាងចានហ្នឹងយើងទៅលាងហើយប៉ុន្តែលាងទាំងខ្ជិលអាហ្នឹងមានន័យថាអត់មាន effort ទេប៉ុន្តែបើអ្នកដែលមាន effort មានន័យថាអ្នកនឹងលាងហើយប្រឹកព្រៀងសម្អាតលើកចានដាក់ក្នុងធ្នើដាក់ក្នុងរាវនឹងឲ្យថាថ្នមមិនឲ្យប្រងមិនឲ្យប្រើឲ្យលាងស្អាតទៀតមើលពិនិត្យច្បាស់លាស់គេហៅថា efforts ហ្នឹងមានន័យថាប្រឹកព្រៀងយកចិត្តទុកដាក់ឲ្យធ្វើចេញពីចិត្តនិងចុងក្រោយគេ behavior ប្រែថាអិរិយាបថឬក៏ថាអាកប្បកិរិយា behavior ហ្នឹងណាឬក៏ថាអាកប្បកិរិយាដែលស្ដែងចេញទៅបាទអញ្ចឹងនេះគឺជាពាក្យទាំង5ដែលយើងរៀនហើយខ្ញុំលើក5ពាក្យមកហ្នឹងដោយសារតែវាពាក់ព័ន្ធជាមួយអត្ថបទរបស់យើងអញ្ចឹងខ្ញុំសូមចូលទៅមើលតែម្ដងអត្ថបទរបស់យើងហ្នឹងគឺ the IKEA FX when labor leads to love អញ្ចឹងគេថាឥទ្ធិពលឬក៏អានុភាពនៃវិធីសាស្ត្រទីផ្សារ IKEA ហើយគេដាក់នៅក្នុងហ្នឹងគេថា when labor leads to love មានន័យថាពេលដែលយើងប្រឹងធ្វើការងារទៅយើងស្រឡាញ់ការងារហ្នឹង when labor leads to love ហ្នឹងគឺថាពេលយើងធ្វើដោយខ្លួនឯងណារបស់ដែលកើតដោយស្នាដៃរបស់ខ្លួនហ្នឹងគឺយើងស្រឡាញ់យើងចូលចិត្តហើយជាក់ស្ដែងអញ្ចឹងមែនបងប្អូនរបស់ដែលបានមកងាយទិញពីគេហើយនឹងរបស់ដែលយើងធ្វើដោយខ្លួនឯងយើងស្រឡាញ់យើងចូលចិត្តយើងឲ្យតម្លៃរបស់ខ្លួនឯងរបស់គេហ្នឹងក៏ឲ្យតម្លៃប៉ុន្តែបើប្រៀបធៀបជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួនឯងប្រកាសជាឲ្យតម្លៃនៅការខិតខំប្រឹងប្រែងរបស់ខ្លួនឯងបាទឬឧទាហរណ៍មួយទៀតថានៅក្នុងសហគមន៍ក៏ដូចគ្នាដែររបស់ដែលថាគេធ្វើឲ្យយើងទៅប្រើប្រាស់ហើយនឹងរបស់ដែលយើងបានចេញកម្លាំងកាយចិត្តលុយកាក់ក្នុងការសាងជាមួយគេនេះរបស់ដែលយើងចូលរួមសាងជាមួយគេហ្នឹងយើងស្រឡាញ់យើងជួយថែរក្សារបស់ដែលយើងអត់ដឹងសោះទៅដល់ឃើញហ្នឹងយើងអត់សូវស្រឡាញ់យើងអត់សូវសំណោះយើងអត់សូវចេះថែរក្សាព្រោះដោយសារតែវាមិនមែនជារបស់ដែលយើងបានចូលរួមសាងទេអាហ្នឹងគឺអញ្ចឹងទ្រឹស្ដី IKEA ហ្នឹងគេរកឃើញអញ្ចឹងថាពេលដែលយើងធ្វើដោយខ្លួនឯងផ្ទាល់យើងស្រឡាញ់យើងចូលចិត្តហើយយើងឲ្យតម្លៃបាទនៅក្នុងអត្ថបទហ្នឹងគេធ្វើការសិក្សាជាមួយនឹងអ្នកចូលរួមចំនួន4ក្រុមបាទហើយ4ក្រុមហ្នឹងគឺធ្វើការងារទៅលើសកម្មភាព3គឺទី1គឺគេសុំឲ្យអ្នកចូលរួមហ្នឹងគឺបត់กระดาษទៅជាប្រអប់គេហៅ assemble IKEA box អញ្ចឹងគេមានរូបជា model ឲ្យទៅហើយឲ្យ participant ហ្នឹងទៅអង្គុយបត់กระดาษហ្នឹងឲ្យទៅជាប្រអប់ដូចអ្វីដែល model គេបង្ហាញហ្នឹងទី2គេឲ្យគាត់បត់រូបជារូបរាងដូចរូបរាងសត្វរូបរាងកែបរូបរាងមនុស្សអញ្ចឹងណាគេថា folded origami មានន័យថាគេមាន
គេមានកដាស់ហើយគេមានទម្រង់ origami ឲ្យមើលហើយឲ្យអ្នកចូលរួមនឹងបត់ឲ្យនឹងចុងក្រោយគេគឺសកម្មភាព build sets of Legos មានន័យថាឲ្យអ្នកចូលរួមនឹងបន្ទប់ដាក់រាងឲ្យចេញរាង Legos បាទហើយបន្ទាប់ពីពួកគាត់បត់กระดาษទាំងអស់ហ្នឹងហើយទាំង4ក្រុមហ្នឹងណាគឺយកអាផលិតផលរបស់គាត់ហ្នឹងយកទៅដាក់តាំងបង្ហាញជាមួយនឹងផលិតផលដែលគេធ្វើដោយអ្នកជំនាញអញ្ចឹងផលិតផលរបស់គាត់ទាំង4ក្រុមហ្នឹងមាន IKEA box មាន folded origami ហើយនឹង Legos ហ្នឹងយកទៅដាក់តាំងបង្ហាញហើយបន្ទាប់មកគេធ្វើការ auction ហ្នឹងមានន័យថាដេញថ្លៃអញ្ចឹងគេដាក់ដេញថ្លៃទៅអ្នកចូលរួមបត់ហ្នឹងក៏ចូលរួមដេញថ្លៃហើយអ្នក expert ហ្នឹងក៏ចូលរួមជាមួយគ្នាក្នុងការដេញថ្លៃនៅពេលដែលដេញថ្លៃបានគេរកឃើញថាអបដែល participant ហ្នឹងគាត់បត់folded origami ដែលពួកគាត់បានធ្វើក៏ដូចជា Legos ដែលគាត់បានសាងហ្នឹងណាមានតម្លៃស្មើនឹងផលិតផលដែលខាងអ្នកជំនាញរបស់រោងចក្រហ្នឹងគេធ្វើដែរហើយគាត់ថែមទាំងឲ្យតម្លៃទៅលើរបស់គាត់ព្រោះគាត់មើលឃើញរបស់គាត់ហ្នឹងគឺស្អាតពិសេសល្អដូចអ្នកជំនាញគេធ្វើដែរអញ្ចឹងគាត់កាន់តែសប្បាយពេញចិត្តជាមួយផលិតផលរបស់គាត់បាទសរុបឲ្យខ្លីមកអត្ថបទហ្នឹងគេរកឃើញថានៅពេលដែលយើងម្នាក់ចូលរួមធ្វើកិច្ចការងារប្រឹងប្រែងយកចិត្តទុកដាក់ធ្វើយើងស្រឡាញ់របស់ហ្នឹងយើងឲ្យតម្លៃរបស់ហ្នឹងខ្ពស់ប៉ុន្តែគេក៏បានបញ្ជាក់ដែរថា labor alone is not enough មានន័យថាការប្រើពលកម្មប្រើកម្លាំងតែមួយមុខមិនទាន់គ្រប់គ្រាន់ទេត្រូវតែប្រើកម្លាំងពលកម្មហើយធ្វើការងារហ្នឹងធ្វើឲ្យបានសម្រេចទៀតឲ្យបានសម្រេចឲ្យបានស្អាតឲ្យមានរបៀបទៀតទើបធ្វើឲ្យរបស់ហ្នឹងមានតម្លៃហើយយើងឲ្យតម្លៃរបស់ហ្នឹងអញ្ចឹងគេបានរំលឹកបែបហ្នឹងEven when you don't receive additional benefits from working for a product, you are still likely to increase your valuation of it. មានន័យថារបស់ទាំងអស់ហ្នឹងពេលដែលយើងធ្វើហើយយើងអត់បានប្រាក់ខែយើងអត់មានណាទៅសើយើងអត់មានណាជួលឲ្យយើងធ្វើប៉ុន្តែពេលយើងធ្វើបានសម្រេចយើងនៅតែឲ្យតម្លៃវាខ្ពស់បាទយើងជាអ្នកធ្វើអញ្ចឹងយុទ្ធសាស្ត្រ IKEA FX នេះគឺជាយុទ្ធសាស្ត្រទីផ្សារល្អមែនទែនសម្រាប់យើងទាំងអស់គ្នាដែលកំពុងតែជួបបញ្ហាលក់អត់ចេញលក់អត់ដាច់អត់មានអ្នកទិញអីចឹងគឺយើងអាចអនុវត្តបានតាម IKEA FX អនុវត្តមិនអនុវត្តតាមរយៈគឺថាយើងត្រូវឲ្យអតិថិជនហ្នឹងបានមកឃើញ product របស់យើងហើយបើសិនជាមានកន្លែងដែលអាចឲ្យគាត់ធ្វើដោយខ្លួនឯងឲ្យគាត់ផ្សំផ្គុំដោយខ្លួនឯងបានឲ្យគាត់កាន់ពណ៌ត្រូវឲ្យគាត់វាស់ឲ្យគាត់មើលដោយខ្លួនគាត់ធ្វើដោយខ្លួនគាត់បានគាត់ពេញចិត្តគាត់ទិញយកទៅរបស់ហ្នឹងបាទខ្ញុំលើកឧទាហរណ៍ហាងកាហ្វេដែលអនុញ្ញាតឲ្យអ្នកទិញចូលមកឆុងធ្វើកាហ្វេ Ice Latte បានណាហាងកាហ្វេហ្នឹងគឺល្អហ្មងហេតុអីពីមុនមកគឺថាគ្មានពីណាគេធ្វើទេហើយអ្នកដែលទិញហ្នឹងគឺថាតែងតែធ្លាប់មកដល់គឺទិញកំងយកទៅតែម្ដងតែបើគាត់មានឱកាសបានមកចូលឆុងចូលដាក់តាមរូបមន្តហ្នឹងហើយធ្វើដូចគេនឹងបានកាហ្វេមួយកែវគាត់សប្បាយចិត្តមិនមែនគាត់សប្បាយចិត្តហើយគាត់ទៅបើកលក់កាហ្វេខ្លួនឯងប៉ុន្តែថ្ងៃក្រោយគាត់មកទិញកាហ្វេកន្លែងហ្នឹងទៀតយុទ្ធសាស្ត្រទីផ្សារ IKEA FX ហ្នឹងគឺល្អមែនតើហើយដែលវាជោគជ័យហើយបានទីផ្សារ supermarket IKEA ហ្នឹងគេយកទៅប្រើអញ្ចឹងបើបងប្អូនអ្នកនៅខាងប៉ែកអឺរ៉ុបនៅអាមេរិកនៅប្រទេសធំមួយចំនួនដែលមាន supermarket IKEA ហ្នឹងគឺយើងចូលទៅដល់យើងដឹងហើយគឺទៅដល់គេឲ្យអតិថិជនហ្នឹងអាច assemble អាចរៀបចំដោយខ្លួនឯងបានរៀបចំតុរៀបចំក្រែរៀបចំកន្លែងដែលខ្លួនឯងស្រឡាញ់ទៅនៅពេលដែលរៀបចំទៅមើលឃើញថាស្អាតល្អទិញមួយសិតហ្នឹងទៅហ្មងដើម្បីទៅរៀបចំនៅផ្ទះអញ្ចឹងទៅផ្សារ IKEA ហ្នឹងគឺថាបង្កើនការលក់ខ្លាំងមែនទែនហើយចឹងក្រុមហ៊ុនតូចៗដទៃទៀតក៏បានរៀនសូត្រអំពីយុទ្ធសាស្ត្រទីផ្សារ IKEA នឹងដែរក្រុមហ៊ុនទូរស័ព្ទ Apple iPhone ហ្នឹងណាមិនមែនឲ្យអតិថិជនទៅ assemble ប៉ុន្តែឲ្យអតិថិជនអាចមើលអាចចុចអាចចាប់មើលអាចពាល់ត្រូវអាចថតឲ្យបានហ្នឹងណាពេលដែលគេ display ទូរស័ព្ទឬក៏ iPad ឬក៏ computer ហ្នឹងហើយយើងទៅអាចចុចមើលឲ្យបានហ្នឹងអាហ្នឹងក៏ជា IKEA FX ដែរហេតុអីពីព្រោះអតិថិជនមុននឹងគាត់ជឿជាក់ឲ្យគាត់ទិញគាត់ចាយលុយទិញតើគាត់បានដឹងថារបស់ហ្នឹងល្អហើយគាត់អាចកាន់វាទៅ comfortable ដែរឬអត់
បាទអញ្ចឹងក្រុមហ៊ុនទូរស័ព្ទ Samsung ក្រុមហ៊ុនទូរស័ព្ទ Apple ទាំងអស់ហ្នឹងគឺគេអនុវត្តIKEA FX នឹងដូចគ្នាបងប្អូនទៅផ្សារទំនើបជួបហាងទឹកអប់គេលក់ទឹកអប់ហើយគេមាន tester ដើម្បីឲ្យយើងបាញ់ហិតអាហ្នឹងក៏ជាផ្នែកមួយនៃ IKEA FX ដែរវាមិនទាំងមូលទេប៉ុន្តែគេដឹងថាអតិថិជនសម្រាប់ចិត្តទិញតលតែអតិថិជនហ្នឹងដឹងឃើញពណ៌ត្រូវអញ្ចឹងណាបានគាត់សម្រាប់ចិត្តច្បាស់ថាទិញជាពិសេសរបស់កាន់តែថ្លៃបាទអញ្ចឹងហើយបានជាបើយើងចូលទៅហាងទំនើបភាគច្រើនយើងនឹងឃើញថាគេមានជា tester ហើយបងប្អូនទៅផ្សារ Aeon ទៅផ្សារទំនើបធំផ្សារជីម៉ុងអីក៏ដោយរៀងរាល់ថ្ងៃសុក្រសៅរ៍អាទិត្យគឺបងប្អូនតែងតែឃើញមានគេដាក់ស្តង់ដើម្បីឲ្យយើងទៅសាក់ថាអ្នកលក់ងៀតគោគេឲ្យយើងសាក់ងៀតគោអ្នកលក់ទឹកដោះគោគេឲ្យយើងសាក់ទឹកដោះគោបន្តិចអ្នកលក់មីគោគេឲ្យយើងសាក់មីគោបន្តិចទាំងអស់ហ្នឹងក៏ជាផ្នែកមួយនៃ IKEA FX ដែរពីព្រោះអីពេលយើងសាក់ទៅយើងឆ្ងាញ់យើងដឹងយើង put effort យើងធ្វើដោយសកម្មភាពខ្លួនឯងដល់ពេលយើងដឹងទៅយើងពេលយើងត្រូវការយើងនឹកឃើញដល់គាត់ភ្លាមអញ្ចឹងណាបាទសរុបដោយខ្លីគឺ IKEA FX នេះគឺល្អមែនតើដែលយើងគ្រប់គ្នាត្រូវតែរៀនសូត្រជាពិសេសអ្នកដែលកំពុងតែជួបបញ្ហាការលក់ដូរមិនដាច់ឬក៏ថាមិនសូវមានអ្នកទិញពីព្រោះអ្នកទិញសង្ស័យមិនច្បាស់លាស់ហ្នឹងគឺអាចមកសិក្សាអំពី IKEA FX ហ្នឹងទៅហើយយកទៅអនុវត្តប៉ុន្តែអនុវត្តក៏យើងត្រូវតែបញ្ជាក់ថាអ្នកចូលរួមមកមើលមកធ្វើហ្នឹងក៏គាត់ត្រូវតែធ្វើឲ្យបានសម្រេចដែរមិនមែនគាត់ថាដាក់លំលេងឲ្យគេមកធ្វើហើយគេអត់ឲ្យតម្លៃរបស់យើងកាន់តែថោកមកអញ្ចឹងណាអញ្ចឹងសរុបមកអត្ថបទខ្ញុំបញ្ចប់ប៉ុណ្ណឹងហើយបងប្អូនអាចមើលបន្ថែមនៅក្នុង Harvard Business School ខ្ញុំនឹង share link ទៅដែរបញ្ជាក់ឡើងវិញពាក្យទាំង5របស់យើងជាពាក្យភាសាអង់គ្លេសគឺទី1 FX នឹងប្រែថាឥទ្ធិពលឬក៏អានុភាព labor ប្រែថាប្រើកម្លាំងឬក៏ពលកម្ម product ផលិតផល efforts មានន័យថាប្រឹកព្រៀងយកចិត្តទុកដាក់ធ្វើដោយយកចិត្តទុកដាក់បញ្ចេញញើសឈាមដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើយកចិត្តទុកដាក់ធ្វើ efforts យកចិត្តទុកដាក់ធ្វើនិងពាក្យចុងក្រោយគេគឺ behavior ប្រែថាឥរិយាបថបាទបងប្អូនអាចតាមដានវីដេអូល្អៗទៅទៀតជាមួយនឹងសាធុការ Channel ហើយកុំភ្លេចចុច subscribe and like ទាំងអស់គ្នាផងណាអរគុណច្រើន